ជំរាបសួរចាបងប្អូនប្រហែលជាឆ្ងល់ហើយឃើញសត្វអីគេវឹកហ្នឹងហ្នឹងហៅខ្ញុងអំពិលហ្នឹងវាចូលចិត្តរស់នៅតាមដើមអំពិលព្រោះអីនៅរដូវហ្នឹងស្លឹកអំពិលវាជ្រុះហើយវាលាស់ស្លឹកថ្មីមកអាសត្វហ្នឹងក៏វាចូលចិត្តស៊ីស្លឹកអំពិលដែលលាស់ថ្មីខ្ញុំដល់ពេលខ្ញុំឃើញវាទៅខ្ញុំក៏ចាប់មកទៅហើយសត្វហ្នឹងរសជាតិដូចកណ្ដូបឬក៏អាចេដូចចង្រិតអីដែលយើងហូបហ្នឹងណាហើយរបៀបធ្វើវាក៏មិនខុសពីចង្រិតនិងកណ្ដូបដែរហើយបើនិយាយពីរឿងគ្រឿងផ្សំគេវិញអត់មានអីច្រើនទេមានតែគល់ស្លឹកគ្រៃហើយម្ទេសខ្ទឹមស្លឹកក្រូចសើចប៉ុណ្ណឹងហើយនឹងដាក់ខ្លាញ់ទៅសម្រាប់ខ្ទឹមសយើងខ្ទឹមមើមមកយើងកាត់វាជា2ជា3បានហើយដើម្បីយើងបំពងទៅកុំឲ្យវាឆាប់ខ្លោចបើមិនជាយើងហាន់ទូចវាឆាប់ខ្លោចមុនគេដោយសារយើងដាក់ស្មើគ្នាវាឆ្អិនស្មើគ្នាជាមួយនឹងខ្ញុងហើយនឹងគ្រឿងផ្សំផ្សេងហ្នឹងទៅហើយបន្ទាប់ពីយើងចាក់ខ្លាញ់ក្តៅហើយយើងក៏ដាក់ខ្ញុងយើងចូលទៅហើយពេលយើងចាក់ខ្ញុងចូលយើងទុកឲ្យមួយសន្ទុះដើម្បីឲ្យវាឆ្អិនល្អហើយនឹងស្រួយពេលវាស្រួយបានឆ្ងាញ់បើមិនជាអត់ស្រួយយើងហូបទៅអត់ឆ្ងាញ់ទេហើយយើងទុកវាមួយសន្ទុះទៅហើយដាក់ភ្លើងរៀងក្តៅបន្តិច